សម្រាប់បងប្អូនដែលកើតនៅឆ្នាំឆ្លូវដាច់ខាតត្រូវធ្វើរឿងមួយនេះបើចង់ឲ្យចំណូលបាទរបស់យើងកើនឡើងនៅក្នុងខែមិថុនានេះណារឿងមួយដែលបុគ្គលឆ្នាំឆ្លូវត្រូវធ្វើនោះគឺការពង្រឹងទៅលើការផ្សព្វផ្សាយផលិតផលសេវាកម្មឬម៉ាករបស់ខ្លួនបាទឲ្យកាន់តែខ្លាំងដើម្បីឲ្យមានមនុស្សស្គាល់កាន់តែច្រើនបាទបើសិនជាអ្នកធ្វើការឲ្យគេវិញបងប្អូនត្រូវពង្រឹង credit ណាពាក្យថា credit ហ្នឹងគឺការសន្សំនៅគេឈ្មោះសន្សំនៅរឿងល្អបាទឲ្យកាន់តែខ្លាំងជាពិសេសពោលពាក្យពិតនិយាយបែបណាធ្វើបែបនោះបាទអានឹង credit យើងមានហើយទី2បាទត្រូវរៀនទទួលយកភាពបរាជ័យហ៊ានណាបើកចិត្តណាបានន័យថាមនុស្សយើងបើយើងពេញចិត្តសប្បាយចិត្តនឹងរឿងជោគជ័យហើយអត់បានយកចិត្តទុកដាក់មួយរឿងបរាជ័យថាតើបរាជ័យរបស់យើងនឹងវាបានបង្រៀនយើងអីខ្លះបាទអានឹងសំខាន់អញ្ចឹងពេលយើងរៀនពីភាពបរាជ័យរៀនពីភាពថ្លោះថ្លោយរៀនពីភាពភ្លៀងផ្្លាត់របស់ខ្លួនឯងវាធ្វើឲ្យខ្លួនយើងនឹងបាទអាចការពារបង្ការខាតបង់ឬក៏ធ្វើឲ្យយើងនឹងកាន់តែមានបញ្ញាចំណុចទី3បាទជាយាមជិះវៀងបាទប្រយ័ត្នគេចោតប្រកាន់ដាក់បន្ទុកណាគេធ្វើឲ្យយើងពិបាកបាទធ្វើឲ្យយើងអន់ចិត្តដូច្នេះហើយកុំមានការរំពឹងខ្ពស់កុំមានក្តីរំពឹងខ្ពស់ណាអញ្ចឹងរំពឹងខ្ពស់ទៅលើអ្នកដទៃធ្វើឲ្យយើងខកចិត្តកាន់តែច្រើនអញ្ចឹង3ចំណុចហ្នឹងអ្នកកាត់ឆ្នាំឆ្លូវត្រូវតែចងចាំបាទបើត្រូវចិត្តបងប្អូន comment ពាក្យត្រូវនៅក្រោមវីដេអូនេះបាទហើយចុច follow page follow TikTok ដើម្បីទទួលបានការព្យាករណ៍រាសីជារៀងរាល់ខែបាទហើយចុងក្រោយបើបងប្អូនត្រូវការសេវាកម្មមើលរាសីរៀបហ្វឹងស៊ុយរើសវេលាល្អឬក៏មានបញ្ហាត្រូវការការពិសាតើតងការរកស៊ីវិនិយោគតតំណងឬក៏អីផ្សេងៗអាចធ្វើការសាកសួរព័ត៌មានបន្ថែមតាមរយៈ Facebook Page ឬក៏ TikTok បាទកុំភ្លេចរងចាំជួបគ្នានៅវីដេអូបន្ត